Okay, hello there. Chào mừng xuống longអ្នកបងប្អូនដែលកំពុងតែតាមដានវីដេអូរបស់ខ្ញុំដែលខ្ញុំចាប់ផ្ដើមធ្វើលើកទី2ហើយវីដេអូខ្ញុំមុនខ្ញុំបានចែកចាយហើយមូលហេតុដែលខ្ញុំចាប់ផ្ដើម post វីដេអូគឺដោយសារតែសំណួរលោកគ្រូម្នាក់ហើយនេះជាបងម្នាក់ដែលគាត់សួរមកខ្ញុំហើយវីដេអូខ្ញុំបានធ្វើបង្ហាញដូចជាចែករំលែកសួរឆ្លើយសំណួរទៅគាត់ដែលគាត់បានសួរថាធ្វើដូចម្ដេចឲ្យបានខ្លាយជាអ្នកមានហើយខ្ញុំក៏ចែកចាយពីយោបល់ហើយខ្ញុំក៏បានចែកចាយពី tips ពី technique ផងដែរហើយខ្ញុំក៏បានបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកជំនាញប៉ុន្តែជាបទពិសោធន៍ជាការធ្លាប់បានសិក្សាស្រាវជ្រាវផងដែរក៏បានចែករំលែកពីអ្វីដែលខ្ញុំបានសិក្សាបានស្រាវជ្រាវផងដែរ Okay, so my last video I shared and also answered to a question of a man who asked me a question, what must I do to be rich? And I shared and answered the question as well. And again, I'm not an expert, but the reason why I'm starting to post myself here on YouTube, just want to answer the question and share also some tips depending on my experience and what I've learned and research as well. So this time, I am here again to share experiences and lessons and also answer to some comments and questions of friends who were complaining why their money runs out before the ending of the month. So what must I do? What should I do? Okay? ចឹងពេលនេះខ្ញុំមកចែកចាយរំលែកម្ដងទៀតជាបទពិសោធន៍ក៏ដូចជាមេរៀនតាមបទពិសោធន៍ដែលខ្ញុំមានបានឃើញពីមិត្តភ័ក្តិបងប្អូនផងដែរក៏ដូចជាឆ្លើយសំណួរទៅមិត្តភ័ក្តិបងប្អូនដែលគាត់សួរធ្វើយ៉ាងម៉េចហើយក៏រੂរទាំធ្វើយ៉ាងម៉េចហេតុអីបានជាលុយអត់សល់អូខេបើប្រាក់ខែហើយអត់សល់លុយមានចំណូលមកហើយអត់សល់ដាច់ខែមុនដាច់ខែគឺអស់ហើយខ្ញុំចែកចាយនេះមិនមែនម្ដងទៀតថាខ្ញុំមិនមែនជាអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុប៉ុន្តែខ្ញុំចែកចាយតាមបទពិសោធន៍តាមការសិក្សាតាមការស្រាវជ្រាវតាមការយល់ដឹងរបស់ខ្ញុំហើយវីដេអូនេះគឺសម្រាប់អស់លោកអ្នកបងប្អូនដែលគាត់ចង់ដឹងគាត់ចង់ទទួលចំណេះបន្ថែមទៀតតទៅនៅផ្នែកហិរញ្ញវត្ថុហើយប្រសិនបើអស់លោកអ្នកបងប្អូនដែលគាត់ចេះហើយគាត់ដឹងជាងខ្ញុំអាចថាជួយចែករំលែកផងដែរតម្លាក់នៅក្នុង comment ខាងក្រោមហើយមេរៀននេះអាចជាមេរៀនបទពិសោធន៍របស់យើងគ្នាផងដែរ Maybe if you are watching this video and you have better ideas or financial plan better than I do, please kindly share your lesson, your thoughts in the comment below. It would be a lesson and a help to me personally and as well to friends, those who are watching as well. It's very important about financial plan. Okay? And soបងប្អូនខ្ញុំចង់ចែករំលែកពីបទពិសោធន៍ដែលខ្ញុំមានហើយក៏ដូចជាឃើញបងប្អូនជាច្រើនដែលបានស្គាល់ហើយក៏រੂតមហេតុនេះបានជួយមកអត់ស្គាល់ហើយខ្ញុំបានឃើញពីរបៀបគាត់រស់នៅប្រចាំថ្ងៃពីរបៀបគាត់ចាយវាយថវិកាដែលគាត់មានហើយហាក់បីដូចជាគាត់អត់មានគេថាគ្រប់គ្រងឬក៏ផែនការហិរញ្ញវត្ថុប្រចាំថ្ងៃហើយក៏ដូចជាប្រចាំខែផងដែរហើយខ្ញុំក៏បានស្គាល់មិត្តភ័ក្តិផងដែរដែលគាត់ធ្លាប់ធ្វើការជាមួយគ្នាហើយក៏ស្គាល់គ្នាហើយគាត់មានតែផែនការចាយវាយប្រចាំថ្ងៃគឺច្បាស់លាស់មែនទែនហើយពេលដែលធ្វើផែនការអញ្ចឹងយើងដឹងថាថវិកាយើងទទួលមកប៉ុន្មានចំនួនប៉ុន្មានប្រចាំថ្ងៃឬក៏ប្រចាំខែអញ្ចឹងគាត់ត្រូវធ្វើយ៉ាងម៉េចណាគាត់ត្រូវចាយវាយ៉ាងម៉េចមួយថ្ងៃមួយខែត្រូវអស់ប៉ុន្មានត្រូវចាយវាលើអីខ្លះអ
ដើម្បីកុំឲ្យចំណាយរបស់យើងនឹងវាលើសចំណូលអញ្ចឹងកាលណាដែលចំណូលយើងមកបានប៉ុណ្ណេះប៉ុន្តែយើងមានផែនឱកាសក្នុងការចាយវានឹកឃើញទិញនឹកឃើញចាយដល់ពេលមិនតន់ដាច់ខែអស់លីងហ្នឹងគេហៅថាចំណាយដល់អត់មានផែនឱកាសមានកម្រងចំណាយរបស់គាត់គឺលើសពីចំនួនឬក៏ចំណូលដែលគាត់បានទទួលប្រចាំថ្ងៃឬក៏ប្រចាំខែអូខេអញ្ចឹងខ្ញុំចង់ចែករំលែកពីបទពិសោធន៍ដែលខ្ញុំខ្លួនឯងក៏ធ្លាប់ធ្វើហើយក៏ធ្លាប់ឃើញមិត្តភ័ក្តិបងប្អូនដែលគាត់ធ្វើផងដែរដែលទី1យើងមិនត្រូវចំណាយទៅលើសម្ភារៈដែលមិនចាំបាច់សម្ភារៈដែលមិនសំខាន់សម្រាប់យើងអូខេឧទាហរណ៍ដូចជាសម្លៀកបំពាក់ឬក៏ទូរស័ព្ទឬក៏របស់ដែលថាយើងឃើញចេញមកយើងចង់បានថ្មី gadgets អង់គ្លេសគេហៅថា gadgets នេះខ្ញុំចង់ចែករំលែកទៅដល់បងប្អូនដែលគាត់កំពុងមានហៅថាបញ្ហាហិរញ្ញវត្ថុហើយប្រសិនបើបងប្អូនដែលគាត់មានលុយច្រើនរាប់ម៉ឺនរាប់សែនឬលានដុល្លារអាហ្នឹងខ្ញុំគិតថាវីដេអូនេះមិនមែនសម្រាប់អូនទេណាបងប្អូនទេព្រោះបងប្អូនចង់ទិញប្រមាណទៀតបានមកទិញថែមទៀតអាហ្នឹងអត់មានបញ្ហាសម្រាប់អស់លោកអ្នកបងប្អូនមានសល់ប៉ុន្តែខ្ញុំចង់ចែករំលែកទៅដល់អ្នកដែលគាត់មានបញ្ហាផ្នែកហិរញ្ញវត្ថុចំណូលគាត់មិនច្រើនដូចបងប្អូនហើយខ្ញុំឃើញបងប្អូនខ្លះគឺគាត់ចំណាយលើសគាត់ចំណាយហួសហើយគាត់ធ្វើអញ្ចឹងគាត់ឃើញមិត្តភ័ក្តិគាត់ឃើញបងប្អូនអញ្ចឹងគាត់ចេះថាចង់បានតាមគេដើម្បីបង្ហាញដើម្បីអួតដើម្បីសម្ញែងអញ្ចឹងខ្ញុំគិតថាអ្វីដែលយើងត្រូវចំណាយយើងត្រូវគិតតើនៅពេលដែលខ្ញុំទិញរបស់ហ្នឹងតើមានប្រយោជន៍តើវាសំខាន់សម្រាប់ជីវិតរបស់ខ្ញុំដែរទេតើចាំបាច់ទេដែលខ្ញុំត្រូវទិញវាឧទាហរណ៍ណាឧបមាថាខ្ញុំមានទូរស័ព្ទមួយដែលខ្ញុំអាចប្រើបានប្រចាំថ្ងៃអាចអានសៀវភៅអាចអានព័ត៌មានអាចផ្ញើសារអាចទំនាក់ទំនងហើយខ្ញុំចាំបាច់ទេដែលខ្ញុំត្រូវទិញទូរស័ព្ទមួយទៀតដូចជាមិត្តភ័ក្តិខ្ញុំដែលល្អដែលទំនើបដែលថ្លៃវាចាំបាច់ទេមានប្រយោជន៍ដល់ខ្ញុំទេបើសិនតែខ្ញុំទិញវាមកឬក៏គាត់ថាបានសម្ដែងប្រាប់មិត្តភ័ក្តិហ្នឹងខ្ញុំបានរបស់ថ្មីមកក៏យ៉ាងម៉េចយើងត្រូវបែងចែកឲ្យដាច់ថាយើងទិញមកដើម្បីយើងត្រូវការឬគ្រាន់តែយើងចង់បាន Okay so number one I want to share according to my experience that I have learned from myself personally and I have seen friends and brothers and sisters why they are suffering financially they spend money without plan they have no financial plan before the end of the month they are struggle and I've seen the reason why because they purchase unnecessary things or gadgets. Now, this video, if you're watching this video, I think if you are rich, okay, like my last video, probably you have watched and you have to define the meaning of being a rich man. Maybe you have thousands of dollars or even millions of dollars in your bank account and you can buy what you want, not what you need. There's no problem with you, but I'm sharing to those people who are suffering financially before the end of the month. They are struggled and perhaps they don't know, they don't have financial plan. They just spend. They saw their friends have the newest things, the latest phone or gadgets. They bought it. Unnecessary things
unnecessary gadgets. We have to identify or distinguish between wants and needs. When I buy that phone, let's say, if I buy that new phone, will it benefit my life, my living? I have one. I can read news, I can watch, I can communicate, I can read emails. But when I buy the new one, will it benefit my living? Or you buy because you want it. You want to show. Question to ask yourself before buying something is, will this add significant and lasting value to my life? Or is it just a temporary thrill? Okay. អញ្ចឹងនៅពេលដែលយើងទិញរបស់អ្វីមួយយើងបងប្អូនត្រូវគិតសម្រាប់អស់លោកបងប្អូនដែលគាត់អត់មានផែនការច្បាស់លាស់ក្នុងការចំណាយហើយដល់ពេលមិនតតដាច់ខែផងបងប្អូនមានបញ្ហាហិរញ្ញវត្ថុបងប្អូនអាចសួរខ្លួនឯងថានៅពេលដែលខ្ញុំទិញរបស់ហ្នឹងតើវាមានសារៈសំខាន់អ្វីដល់ខ្ញុំសម្រាប់ជីវិតរបស់ខ្ញុំឬគ្រាន់តែទិញមកដើម្បីនឹងបង្ហាញបង្អួតសម្ដែងតែប៉ុណ្ណឹងយើងអាចសួរសំណួរចឹងតើខ្ញុំចាំបាច់ដល់ត្រូវទិញឬក៏ខ្ញុំទុកលុយហ្នឹងសម្រាប់អ្វីដែលសំខាន់អ្វីដែលចាំបាច់អ្វីដែលខ្ញុំត្រូវការវិញខ្ញុំជឿថាព្រះគឺព្រះអង្គទ្រង់ចង់ឲ្យយើងមានផែនការច្បាស់លាស់ក្នុងសម្រាប់ជីវិតរួមទាំងផែនការហិរញ្ញវត្ថុផងដែរព្រះគម្ពីរបានបន្ទូលយ៉ាងច្បាស់ប្រាប់យើងថាអ្នករ៉ាប់រងត្រូវឲ្យចេះស្មោះត្រង់ចេះបែងចែកចេះចាត់ចែងទាំងផ្នែកហិរញ្ញវត្ថុទាំងអ្វីដែលយើងមាននឹកចាំពីរឿងមួយនៅពេលដែលព្រះទ្រង់បានធ្វើនំប៉័ង5ដុំត្រីពីកន្ទុយហើយចំអែតមនុស្សរាប់ពាន់នាក់ហើយនៅសល់ទៀតរបស់ដែលនៅសល់ព្រះអង្គបានមានបន្ទូលប្រាប់ថាម៉េចប្រាប់ដល់ពុទ្ធសាសចូលប្រមូលរបស់ដែលនៅសល់កុំឲ្យបាត់ឡើយកុំឲ្យបាត់ឡើយហើយក្នុងរឿងនោះរឿងមួយបានប្រាប់ថានៅសល់12កន្ត្រកកុំខ្ជះខ្ជាយព្រះពររបស់ព្រះអង្គត្រូវច្បាស់លាស់ត្រូវចេះទុកត្រូវចេះសន្សំទុកនេះវាសំខាន់ណាស់ព្រះពររបស់ព្រះអង្គ Okay. I believe that God wants us to be good steward. Learn how to save. Learn to value God's blessing, financial blessing. Okay. I remember there's a story in the Bible when Jesus multiplied 5 loaves of bread and 2 fishes to feed thousands of people, and there were left. What did he do? He told to the disciples, collect the remain. Don't lose them. And there were, in one story, there were 12 baskets left. Don't waste God's blessing. Maximize God's blessing. Make use of God's blessing. Don't waste it in unnecessary things. Okay. ចឹងទី1កុំខ្ជះខ្ជាយថវិកាដែលយើងមានឬក៏ប្រពោមួយប្រាក់យើងមានទៅលើរបស់ដែលមិនចាំបាច់ដែលមិនសំខាន់ចឹងបងប្អូនត្រូវតែសួរខ្លួនឯងមុននឹងខ្ញុំទីរបស់ហ្នឹងតើចាំបាច់ទេសម្រាប់ខ្ញុំឬក៏សម្រាប់កូនខ្ញុំឬក៏សម្រាប់គ្រួសារខ្ញុំចាំបាច់ទេមានប្រយោជន៍ទេអូខេហើយទី2ខ្ញុំគិតថានេះសំខាន់ដែរប្រសិនបើបងប្អូនជៀសបានសូមជៀសបានទៅគឺបំណុលបើចាំបាច់ជៀសបានគឺជៀសឲ្យបានបំណុលនេះគឺធ្ងន់ណាស់មួយថ្ងៃគឺរកលុយតែសងបំណុលគេគឺមិនស្រួលទេ
ធ្វើការហត់ណាស់រកលុយគឺពិបាកណាស់ប៉ុន្តែបានមកសងតែគេសងគេអត់បានមានបញ្ហាប៉ះពាល់ដល់ទំនាក់ទំនងប៉ះពាល់ទៅដល់ផ្លូវអារម្មណ៍ផ្លូវចិត្តរបស់យើងដែលគិតមួយថ្ងៃខំប្រឹងរកតែសងបំណុលគេហើយខ្ញុំអត់ដឹងថាមូលហេតុអីដែលយើងមានជាប់បំណុលដោយសារអីហើយបើសិននេះថាបងប្អូនជាប់បំណុលឬខ្ចីបំណុលគេមកដើម្បីនឹងពង្រីកចំនួនពង្រីកអាជីវកម្មហើយបងប្អូនសិក្សាផែនការនឹងឲ្យច្បាស់ថានៅពេលដែលយកបំណុលមកនឹងmình ពង្រីកអាជីវកម្មអាចរីកចម្រើនអាចនឹងបង្កើនចំណូលហើយនឹងអាចដោះបំណុលនឹងបានដែរទេអានឹងធ្វើទៅប៉ុន្តែបើសិនជាបងប្អូនចេះតែខ្ចីបំណុលគេមកដើម្បីនឹងទិញរបស់អ្វីដែលមិនឲ្យចំណូលមកយើងថែមអានឹងអាចជិះវាងឲ្យបានខ្ចីបំណុលគេមកពីមិត្តភ័ក្តិឬក៏ពីធនាគារក្តីដើម្បីនឹងមកទិញឡានដើម្បីនឹងជិះអួតគេឬក៏ជិះឡានមកប្រើវាដើម្បីនឹងសម្រាប់នឹងគ្រួសាររបស់យើងដែលឡាននោះមិនបង្កើនចំណូលឲ្យយើងប៉ុន្តែបែរជាយើងចំណាយបន្ថែមទៅលើឡាននោះយើងជិះឲ្យផុតរបស់អ្វីក៏ដោយដែលយើងយកថវិកាជាកម្ចីមកនឹងមិនបង្កើនចំណូលឲ្យយើងជិះឲ្យផុតព្រោះមួយជីវិតនេះបើមានបំណុលគឺសងតែបំណុលបើយកបំណុលមកកម្ចីមកនឹងគឺអត់មានបង្កើនចំណូលជិះឲ្យបានបងប្អូនជិះឲ្យបានហើយបងប្អូនដែលមានបំណុលប្រចាំខែនោះគឺប្រកាសជាយល់អារម្មណ៍មួយហ្នឹងហើយអ្នកបងប្អូនជាច្រើនអ្នកដែលគាត់ខ្ចីធនាគារហើយគាត់បង្កើនអាជីវកម្មរបស់គាត់បង្កើនចំណូលរបស់គាត់អាហ្នឹងជោគជ័យរបស់គាត់ខ្ញុំលើកទឹកចិត្តប៉ុន្តែបងប្អូនត្រូវគិតមុននឹងខ្ចីហើយបើជិះឲ្យបានគឺជិះបំណុល and number 2 I'm sharing this also in my experience I've seen my relatives my friends as well okay every day work hard earning just to pay their debt okay so number 2 prevent or avoid debt okay by not spending on things you don't need you avoid relying on credit cards paying high interest rates which can trap you in a cycle of debt well there are people who have a good plan they would like to expand their business small scale business or big scale business they have a better plan they started it and they would like to expand it so they borrow money from the bank and to generate more income so they can pay off their debt but if you're listening and if you borrow money just to buy or loan a car and it won't generate you more income then you are living and earning working hard just to pay the debt you know the feeling of working every day and just at the end of the month the money that you earn from your sweat just to pay to someone that you owe I know the feeling so if possible if you can avoid debt and អញ្ចឹងខ្ញុំមាន2ចំណុចនេះសិនសម្រាប់អស់លោកអ្នកបងប្អូនដែលរាល់ចុងខែដែលគាត់មានបញ្ហាផ្នែកថវិកាប្រហែលជាអាចថាធ្វើអញ្ចឹងនឹងជួយបងប្អូនផងដែរអាចជួយបងប្អូនដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុចំណូលមានប៉ុន្តែចាយមិនគ្រប់គ្រាន់អញ្ចឹងអាចដល់បងប្អូនគិតពិចារណាថវិកាដែលយើងមានមកយើងត្រូវមានកម្រងផែនការចាយវាឲ្យបានច្បាស់លាស់តែចាំបាច់ទេដែលខ្ញុំត្រូវទិញរបស់ហ្នឹងមានប្រយោជន៍ដល់ខ្ញុំដែរឬទេវាអាចបង្កើនចំណូលដល់ខ្ញុំដែរឬទេមានប្រយោជន៍ដល់ខ្ញុំនិងគ្រួសាររបស់ខ្ញុំដែរឬទេហើយទី2គឺ
chi huyên ở ban không ca cho bầm nổ chay bầm nổ là bảo kê và sân để chay rồi thì này kia rồi có cho bầm nổ rồi sau này trong bầm địa chia bậc cam hỏi chia bậc cam nó bằng cao chùm nổ thì dân thái nó năng lộ còn đây có mọi dân chọc chùm nổ nó chọc chùm nổ này dân không prăng rốt lui ban bạc khai mà ban chùm nổ mà không prăng rốt tại song kia là mình chẳng họคนច្រើនដែលលោកអ្នកបងប្អូនបានស្ដាប់អរគុណហើយជួយចែករំលែកផងដែរបងប្អូនមានមេរៀនចំណេះដឹងតាក់ទងនឹងផ្នែកហិរញ្ញវត្ថុបងប្អូនអាចចែកចាយមកអរគុណច្រើន so thank you friends just a quick short video sharing to my friends those who are listening those who are struggling financially if you can avoid unnecessary things or avoiding debt will help you as well. And if you are listening and you have better ideas, better lesson on how to do financial management in expenses, it could be a help as well if you can send the lesson. So it's my lesson for me as well, and I can share to our friends as well. And because I'm preparing to teach my students and while waiting for them to come, so I just want to share this and answer to some comments to my friends as well who ask. And in a few minutes I'm going to teach them, so I just want to say thank you for watching, and we'll see you again for the next video. Thank you very much, friends, and God bless.